ដល់ពេលត្រីស៊ីនុយហើយប្រពន្ធខ្ញុំប្រកាសជាកំពុងតែសរសេរអត្ថបទនៅផ្ទះហើយចាំខ្ញុំស្ទូចត្រីបានសិនចាំយកទៅជូនគាត់ជាកាដូត្រីឲ្យត្រីឆាប់ស៊ីនុយមកដើម្បីឲ្យបងបានទៅផ្ទះវិញបើប្រពន្ធសប្បាយចិត្តច្បាស់ជាឲ្យបងលេងហ្គេមថែមមួយកម្រិតទៀតមិនខានហាសហាប្តីនាងពិតជាគួរឲ្យស្រឡាញ់ណាស់ផ្អែមល្ហែមមែនណាអ្នកទាំងពីរនេះសំឡេងម៉ាស៊ីនឡានខ្លាំងម្លេះរំខានបងស្ទូចត្រីអស់ហើយរញ៉េញ៉ៃមែនតែនស្ទូចត្រីក៏មិនឲ្យស្ងប់ដែរប្រាប់ហើយថាឲ្យបើកយឺតធ្វើឲ្យលោកយាយពិបាកចិត្តអស់ហើយគ្រប់គ្នាស្ដាប់ណាលោកយាយនៅខាងមុខនេះហើយរៀបចំខ្លួនឲ្យសមរម្យហាមដាច់ខាតកុំឲ្យមានការខ្វះខាតមារយាទឡានរ៉ូរ៉ុយ30គ្រឿងឯណោះនេះវាជាកម្រិតណាទៅនិមិត្តសញ្ញាលើឡាននោះគឺជានាគមាសត្រូវហើយវាគឺជានាគមាសចាំបន្តិចខ្ញុំសូមឆែកមើលនិមិត្តសញ្ញានាគមាសនេះសិនព្រះអើយតើវាជាអ្វីវាគឺជារសភាពពាណិជ្ជកម្មណានសាងដែលជាសមាគមអាតកំបាំងបំផុតក្នុងពិភពលោកគេនិយាយថាពួកគេគ្រប់គ្រងសេដ្ឋកិច្ច2/3នៃប្រទេសយើងតើវាអាចទៅរួចដែរឬហេតុអ្វីបានជាពួកគេមកទីនេះលោកយាយសមាជិកគ្រប់រូបនៃសភាពាណិជ្ជកម្មសូមគោរពដល់លោកប្រធានលោកប្រធានកុំនិយាយខ្លាំងពេកប្រយ័ត្នត្រីខ្ញុំហែកិច្ចអស់សូមទោសលោកប្រធានដែលពួកយើងរំខានកាលពីម្សិលមិញខ្ញុំបានប្រាប់ហើយមែនទេបើថ្ងៃនេះខ្ញុំស្ទូចមិនបានត្រីអ្នកណាហ៊ានមកសងត្រីបំពង់ប្រពន្ធខ្ញុំលោកយាយសូមកុំខឹងអីពួកយើងគ្រាន់តែមកដោះស្រាយបញ្ហាដែលអ្នកបានប្រាប់ម្សិលមិញទេអញ្ចឹងប្រញាប់និយាយទៅហើយប្រញាប់ទៅវិញកុំឲ្យរំខានខ្ញុំក្រុមហ៊ុនអធិរាជកំសាន្តត្រូវបានដោះស្រាយរួចរាល់ហើយតាមបញ្ជាលោកចុះអ្នកផ្សាយឈ្មោះម៉ៅខេខេដែលប្រមាថអ្នកស្រីគេត្រូវបានចាប់ខ្លួននិងដកសិទ្ធិផ្សាយអស់មួយជីវិតហើយគ្រាន់តែប៉ុណ្្នឹងទេតែការគ្រប់គ្រងរបស់អ្នកក៏ល្អដែរយើងបានបង្កកនីរបស់ថៅកែក្រុមហ៊ុននោះអស់ហើយព្រមទាំងដាក់ពាក្យប្តឹងខ្សែធនគ្រប់ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់បងធ្លាប់បាននិយាយហើយថាអ្នកណាហ៊ានប៉ះពាល់ប្រពន្ធបងទោះតែមួយសរសៃសក់ក៏មិនទុកឲ្យមានទីតាំងឈរជើងក្នុងប្រទេសនេះដែរតែតាមពិតបងខំធ្វើទាំងអស់នេះដើម្បីអូនសោះម៉ៅខេខេត្រូវបានចាប់ខ្លួនហើយមិនគួរឲ្យជឿសោះប្តីឯងនេះពិតជាមហាកម្លាំងខ្លាំងក្លាណាស់ណាខ្ញុំនឹកស្មានថាខាងវេទិកាជាអ្នកដោះស្រាយឲ្យខ្ញុំតាមពិតគាត់ស្ងៀមស្ងាត់គ្រប់យ៉ាងដើម្បីជួយសម្រួលការលំបាកខ្ញុំអស់ហើយប្តីឯងស្រឡាញ់ឯងខ្លាំងម្ល៉េះតែក៏ឆ្ងល់ដែរហេតុអ្វីគាត់លាក់បាំងរឿងនេះពីឯងហេតុអ្វីគាត់ត្រូវធ្វើជាមនុស្សធម្មតាបែបនេះទៅវិញលោកយាយនៅមានរឿងមួយទៀតដែលត្រូវការលោកសម្រេចចិត្តថាមកសម្ព័ន្ធសម្ងាត់ពីក្រៅប្រទេសកំពុងតែព្យាយាមជ្រៀតចូលមកទីផ្សាររបស់យើងពួកគេនៅតែមិនចេះរៀងចាលសោះពួកខ្ញុំបានរៀបចំផែនការទៅរួចរាល់ហើយគ្រាន់តែរងចាំបញ្ជាពីលោកប៉ុណ្ណោះទៅចុះ